ปุ่นมันแค่ตีตืบอ่อนให้เรียบกาสวมสรอจีวาปราดกุมสกสดายโอนปรับหมกจงปรองอันเหนื่อยนายสงจันดอกกายเชื่อปีสนาสนาជំរាបសួរបាទបងប្អូនទាំងអស់គ្នានៅថ្ងៃមុនខ្ញុំបានផុសវីដេអូមួយពាក់ព័ន្ធនឹងការ cover បទចម្រៀងជាមួយនឹងបងឆៃចឹងណាថ្ងៃបងប្អូនត្រូវការចង់ cover បទចម្រៀងជាមួយនឹងបងឆៃអាចតាក់ទងទៅគាត់បានណាបងប្អូនណាចឹងដូចខ្ញុំចឹងពេលដែលទៅនឹងពីដំបូងគិតថាខ្លួនឯងនឹងអត់បានច្រៀងទេគឺទៅមើលពេលដែលមើលគេបែកគណិតដាក់មកបទសិនបងប្អូនដឹងមិនមុនពេលដាក់មកបទហ្នឹងរកបទចម្រៀងរកនឹករកហើយនឹកទៀតនឹកមិនឃើញថាបទណាដែលយើងអាចចេះតាមពិតទៅបទចេះមិនច្រើនមែនតើបងប្អូនទាំងទំនុកដែលយើងតាក់តែងខ្លួនឯងទាំងបទគេប៉ុន្តែអ្វីដែលសំខាន់នៅពេលទៅដល់ខ្ញុំភ្លេចអស់ហើយខ្ញុំភ័យពួកអីជាលើកទី1សម្រាប់ខ្ញុំចឹងណាបងប្អូនគ្រាន់តែមើលក៏ដឹងដែរមិនឃើញពេលកំពុងច្រៀងនឹងបែកញើសជក់ហើយបងប្អូនអើយហើយម្យ៉ាងទៀតពេលយើងកំពុងច្រៀងនឹងយើងបើកកង្ហាលអត់បានទេយើងអត់បានបើកកង្ហាលចឹងធ្វើឲ្យយើងក្តៅខ្លាំងចឹងព្រោះរួមផ្សំជាមួយនឹងយើងអត់ដែលច្រៀងវាជាលើកទី1ផងហើយក៏យើងអត់ដែលបានហាត់សមជាមួយនឹងការច្រៀងបែបហ្នឹងផងធ្វើឲ្យយើងភ័យអារម្មណ៍មួយខ្ញុំតែងតែគិតថាខ្ញុំប្រហែលជាស្រែកអត់បានទេតែមិនដឹងថាពីរោះឬមិនពីរោះទេបងប្អូនអើយពេលដែលយើងច្រៀងទៅអញ្ចឹងទៅយើងអត់ទាន់បានស្ដាប់ជាមួយនឹងភ្លេងគេធ្វើអញ្ចឹងណាអញ្ចឹងចាំមើលតែភ្លេងគេធ្វើចេញមកមិនដឹងទៅយ៉ាងណាទេបងប្អូនហ្នឹងហើយបងប្អូនពេលដែលភ្លេងគេរៀបចំចប់សពគ្រប់ខ្ញុំនឹងផឲ្យបងប្អូនស្ដាប់ទោះបីថាពីរោះឬមិនពីរោះមិនហ្នឹងអធិស្ឋានបងប្អូនណាដោយសារតាមពិតទៅខ្ញុំក៏ចូលចិត្តណាស់ដែរខាងច្រៀងខាងតាក់តែងបទចម្រៀងមួយបាទនេះទំនុកច្រៀងអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំចូលចិត្តមើលកន្លងមកហ្នឹងខ្ញុំសរសេរទំនុកច្រៀងបានច្រើនសម្រាប់ខ្ញុំគិតថាច្រើនវា400បទជាងអញ្ចឹងណាហ្នឹងហើយផ្សេងពីសាច់រឿងវិញឬមនោសញ្ចេតនាវិញខ្ញុំទៅសេបាន6 7រឿងចឹងតែមានបងប្អូនណាខ្លះដែលយើងឆ្លាញ់ការតាក់តែងនិពន្ធប៉ុន្តែកំពុងលាក់ទុកដោយខ្ញុំខ្លះបងប្អូនចឹងជួយ comment ប្រាប់ខ្ញុំផងដោយសារយើងលាក់ទុកហ្នឹងមិនមែនថាលាក់ទុកមិនចង់បញ្ចេញទេយើងចង់បញ្ចេញស្នាដៃយើងដែរប៉ុន្តែយើងអត់ទាន់មានឱកាសនៅក្នុងការបញ្ចេញបទចម្រៀងយើងអញ្ចឹងណាហ្នឹងហើយបងប្អូនខ្ញុំសង្ឃឹមថាថ្ងៃណាមួយឲ្យខ្ញុំនឹងបានបញ្ចេញបទចម្រៀងខ្ញុំតាមរយៈក្តីស្រឡាញ់របស់ខ្ញុំដែលមានតាំងពីតូចមកអញ្ចឹងណាបងប្អូនហ្នឹងហើយទាំងការតាក់តែងទំនុកច្រៀងទាំងការតាក់តែងកំណាព្យទាំងការតាក់តែងរឿងគឺខ្ញុំស្រឡាញ់តាំងពីតូចនិយាយរួមទៅខ្ញុំចេះទៅសេទំនុកច្រៀងតាំងពីខ្ញុំរៀនថ្នាក់ទី3កាលនោះខ្ញុំអានសៀវភៅរឿងបកាសពូនបន្ទាប់ពីខ្ញុំអាននៅរឿងបកាសពូនចប់ហើយខ្ញុំចង់និយាយថាខួរក្បាលខ្ញុំចាប់ផ្ដើមប្រែប្រួលពីធម្មតាទៅមិនធម្មតាសម្រាប់ការគិតនៅក្នុងការតាក់តែងទំនុកច្រៀងអញ្ចឹងណាបងប្អូនប៉ុន្តែកាលនោះខ្ញុំទៅសេនៅភាំងឡើយទេយើងអត់ទាន់ស្គាល់ចំណាប់ចុងជួនឆ្លងឃ្លាហើយនឹងឆ្លងវគ្គយើងទៅសេបានឆ្លងឃ្លាប៉ុន្តែនៅការឆ្លងវគ្គបន្ទាប់ពីនឹងមកខ្ញុំទៅរៀននៅអនុវិទ្យាល័យមកបានខ្ញុំសិក្សាអំពីការជួនឆ្លងវគ្គបន្ទាប់ទីតាមរយៈការសិក្សាកំណាព្យអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទៅសេទំនុកច្រៀងគឺយើងមានការឆ្លងឃ្លាឆ្លងវគ្គអីត្រឹមត្រូវសម្រាប់ចុងជួនសម្រាប់រំដំពីរំដំចិញ្ចនៈអីចឹងណាបងប្អូននឹងឲ្យជូនពរឲ្យបងប្អូនដែលគាត់ជាអ្នកស្រឡាញ់វិស័យទំនុកច្រៀងវិស័យបទចម្រៀងនេះធ្វើយ៉ាងណាសូមឲ្យគាត់តាក់តែងទំនុកច្រៀងឲ្យមានអត្ថន័យពីរោះហើយសូមឲ្យគាត់ទៅសេធ្វើម៉េចឲ្យមានចំណាប់ចុងជួនត្រឹមត្រូវទៅតាមក្បួនខ្មែររបស់យើងអញ្ចឹងណាបើយើងទៅសេឲ្យតែបានវាធ្វើឲ្យខូចប៉ះពាល់ដល់វប្បធម៌ខ្មែររបស់យើងអញ្ចឹងណាបងប្អូនណាហ្នឹងហើយក៏សូមអធិស្ឋានដោយសារវីដេអូនេះវាវែងបន្តិចមែនប៉ុន្តែខ្ញុំចង់និយាយពាក្យច្រើនដែលជាពាក្យនៅក្នុងចិត្តខ្ញុំតាំងពីយូរហើយណាបងប្អូនណា
ជាចុងក្រោយក៏សូមបងប្អូនជួយ Subscribe ក៏ដូចជាជួយ Like ជួយ Follow Page YouTube ឲ្យដល់ក្រុមពួកខ្ញុំផងណាបងប្អូនណាដើម្បីជាការលើកទឹកចិត្តក៏ដូចដើម្បីជាការជួយគ្រប់គ្រងដល់ក្រុមពួកខ្ញុំឲ្យមានដំណើរការតាមមុខឲ្យរលូនណាបងប្អូនណាហ្នឹងហើយពួកខ្ញុំមកដល់ពេលនេះគឺមិនទាន់មានអីសម្រាប់គ្រប់គ្រងនៅឡើយទេគឺការរកហ្នឹងគឺរកមិនទាន់បានចំនួននៅឡើយទេបងប្អូនការផលិតបទចម្រៀងក៏ដូចជាការផលិតវីដេអូនៅក្នុងវិស័យ MMO ក៏ដូចជាការផុសនៅលើ YouTube ឬ Page អីនេះគឺមិនទាន់ទទួលបានអីទេណាបងប្អូនណាចឹងមានតែបងប្អូនទេដែលអាចជួយដល់ពួកខ្ញុំបានអរគុណច្រើនពេលនេះសូមអរគុណជម្រាបលា